ការយល់ឃើញរបស់នាងខ្ញុំស្វាយចន្ទីគឺជាដំណាំយុទ្ធសាស្ត្រមួយជួយទ្រទ្រង់នៅសេដ្ឋកិច្ចជាតិហើយក៏ជាអាហារមួយដែលផ្ដល់ថាប្រយោជន៍ជាច្រើនដល់សុខភាពឧបសគ្គក្នុងការចាប់ផ្ដើមដល់ឥឡូវហ្នឹងគឺសំខាន់បំផុតហ្នឹងគឺតម្លៃលក់ចេញតែម្ដងចាតម្លៃលក់ចេញហ្នឹងយើងថ្លៃជាងគេរហូតហើយអញ្ចឹងមកពីថ្លៃដើមរបស់យើងចាថ្លៃដើមរបស់យើងគឺវាជាឧបសគ្គមួយខ្លាំងបំផុតដែលធ្វើឲ្យការនាំចេញស្វាយចន្ទីពិបាកហើយនៅក្នុងស្រុកដូចគ្នាដែរចាជំរាបសួរនាងខ្ញុំសម្បត្តិកល្យានជាម្ចាស់អាជីវកម្មរោងចក្រកែច្នៃស្វាយចន្ទី M-Pol Agro Product ដែលមានទីតាំងនៅភូមិបាគូសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញមូលហេតុដែលធ្វើឲ្យនាងខ្ញុំចង់បង្កើតរោងចក្រកែច្នៃស្វាយចន្ទីគឺដោយសារទី1ការស្រឡាញ់ទី2ដោយសារប្រាក់ចំណេញនិងទី3ខ្ញុំឃើញថាស្រុកខ្មែរយើងគឺមានការដាំដុះស្វាយចន្ទីជាច្រើនមែនទែនក្នុងកំឡុងពេលហ្នឹងខ្ញុំទទួលព័ត៌មានថាចន្ទីស្រុកខ្មែរយើងអាចបានផលដល់7 លានតោនចាហើយមួយទៀតចន្ទីស្រុកខ្មែរយើងគឺមានគុណភាពល្អដាច់គេលើពិភពលោកតែម្ដងគ្រាប់ក៏ធំជាងគេគុណភាពក៏ឆ្ងាញ់ជាងគេដែរចាការចាប់ផ្ដើមអាជីវកម្មរបស់នាងខ្ញុំគឺចាប់ផ្ដើមក្នុងឆ្នាំ2021ដែលជាកំឡុងឆ្នាំកូវីដនាងខ្ញុំក៏មានគំនិតកើតឡើងនៅអាជីវកម្មកែច្នៃមួយនេះចានៅក្នុងកំឡុងពេលកូវីដយើងឃើញថាអ្នកណាគេក៏ជួបការលំបាកដូចគ្នាដែរចាអញ្ចឹងក្នុងកំឡុងពេលដែលខ្ញុំជាម្ចាស់ចំការចន្ទីមួយដែរហើយខ្ញុំឃើញថាចន្ទីមានសក្តានុពលខ្លាំងអញ្ចឹងក្នុងកំឡុងពេលដែលខ្ញុំមានពេលទំនេរបន្តិចខ្ញុំបានគិតគូរដល់ផែនការបង្កើតរោងចក្រនេះឡើងចាអាជីវកម្មរបស់នាងខ្ញុំគឺផ្ដោតទៅលើការកែច្នៃគ្រាប់ស្វាយចន្ទីដែលក្នុងនោះមានការប្រម៉ូទទិញផលិតផលពីកសិករមានការកែច្នៃនិងនាំចេញទៅក្រៅប្រទេសនិងផលិតផលលក់ក្នុងស្រុកតែម្ដងចាបច្ចុប្បន្ននាងខ្ញុំមានផលិតផល3ប្រភេទចាទី1ដូចជាគ្រាប់ចន្ទីដែលមានសម្បកស្ដើងលីងអំបិលហើយមួយទៀតគឺយើងមានគ្រាប់ចន្ទីដែលបកសម្បកហើយគឺគ្រាប់សសុទ្ធតែម្ដងគ្រាប់ឆៅហើយនឹងមានគ្រាប់សដូចគ្នាតែយើងលីងអំបិលរួចហើយចាហើយក្នុងនោះដែរយើងក៏មានការវេចខ្ចប់ផ្លែពីគ្នានេះគឺជាការវេចខ្ចប់ចំនួន10គីឡូចានេះគឺជាការវេចខ្ចប់ចំនួនកន្លះគីឡូហើយនេះជាការវេចខ្ចប់ជាលក្ខណៈកំប៉ុង200ក្រាមក្នុងនេះខ្ញុំក៏មានការវេចខ្ចប់ជាលក្ខណៈ86ក្រាមផងដែរចាគឺចាប់ទៅគ្នាសួរដាក់តាមខ្លួនក្នុងការញ៉ាំចំណុចពិសេសរបស់ផលិតផលរបស់នាងខ្ញុំគឺរោងចក្ររបស់នាងខ្ញុំជារោងចក្រដែលធ្វើឡើងប្រកបដោយស្តង់ដារអនាម័យរបស់អន្តរជាតិតែម្ដងចាយើងកំពុងតែមាន GMP យើងមាន HACCP ហើយយើងមានការ FDA ដែលបានទទួលការអនុញ្ញាតពីរដ្ឋាភិបាលអាមេរិកក្នុងការនាំចេញស្វាយចន្ទីទៅស្រុកក្រៅចាហើយក្នុងនោះដែរគឺយើងបានធ្វើការជាមួយនឹងសហគមន៍ផ្សេងទៀតដើម្បីចុះទៅបណ្ដុះបណ្ដាលពួកគាត់ដើម្បីធ្វើឲ្យគ្រាប់ចន្ទីយើងមានផលិតផលតាមស្តង់ដារដែលក្នុងការងាយស្រួលក្នុងការនាំចេញចាក្នុងនោះនាងខ្ញុំបានសហការជាមួយនឹងសិប្បកម្មកែច្នៃតូចដែលគាត់មានស្តង់ដារអនាម័យត្រឹមត្រូវនាងខ្ញុំបានយកផលិតផលពាក់កណ្ដាលស្បែករបស់គាត់មកកែច្នៃបន្ថែមទៀតដើម្បីធ្វើការនាំចេញទៅក្រៅប្រទេសហើយក៏ដូចលក់នៅក្នុងស្រុកខ្លះដែរចាបច្ចុប្បន្នទីផ្សារនេះខ្ញុំបានគ្រប់គ្រងនឹងចែកចាយទៅតាមផ្សារដូចជាអូរស័យផ្សារដើមកផ្សារច្បារអំពៅនិងផ្សារផ្សេងទៀតដែលគាត់លក់ផលិតផលស្វាយចន្ទីហើយក្នុងនោះដែរក៏យើងមានទីផ្សារទំនើបដូចជា Eon ដូចជា Jeep Mong ហើយយើងកំពុងតែធ្វើការជាមួយនឹងផ្សារ Macro បន្តទៀតដែរចាហើយក្នុងនោះក៏យើងមានចែកចាយទៅតាមដូចជា restaurant តាមហាងដែលជាចុងភៅការផ្សេងតទៀតចាហើយក្នុងនោះដែរយើងមានទីផ្សារដូចជាអាមេរិកបាននាំចេញយើងបានទៅទីផ្សារចិនបានទៅទីផ្សារម៉ាឡេនិងបានទីផ្សារថៃចា
មូលហេតុដែលនាងខ្ញុំចាប់ដើមអាជីវកម្មហើយយកទីតាំងភ្នំពេញជារោងចក្រទី1គឺដោយសារតាក់ទងនឹងការថ្លៃដើមចាទី2តាក់ទងនឹងបុគ្គលិកធនធានមនុស្សចាទី3តាក់ទងជាមួយនឹងគេហៅថាជាចំណុចកណ្ដាលមួយដែលខ្ញុំអាចប្រមូលផលចន្ទទីពីកំពង់ធំផងពីខាងប៉ែកខាងកោះកុងផងមួយទៀតខ្ញុំអាចនាំចេញទៅកំពង់សោមបានស្រួលតែម្ដងចាហើយចំណុចពិសេសមួយទៀតនោះគឺតាក់ទងនឹងអគ្គិសនីភ្លើងទឹកគឺយើងមានជាប់លាប់អត់មានដាច់ភ្លើងដាច់អីទេចាសម្រាប់អាជីវកម្មរបស់ខ្ញុំមានគុណតម្លៃដូចជាជួយជំរុញធ្វើម៉េចដើម្បីជួយជំរុញផលិតផលស្វាយចន្ទីខ្មែរទៅទីផ្សារអន្តរជាតិទី2ជួយបង្កើនសេដ្ឋកិច្ចជាតិទី3យើងជួយកសិកររបស់យើងក្នុងការដាំដុះស្វាយចន្ទីឲ្យមានទីផ្សារគ្រប់គ្រាន់ចាទី4គឺយើងជួយឲ្យប្រជាជនខ្មែរយើងមានការងារធ្វើកាន់តែច្រើនជៀសវាងការចំណាក់ស្រុកហើយទី5ក៏យើងអាចឲ្យប្រជាជនស្រុកខ្មែររបស់យើងបានទទួលនៅចំណីអាហារដែលប្រកបដោយគុណភាពនិងស្តង់ដារអនាម័យសម្រាប់ខ្ញុំជាចុងក្រោយគឺខ្ញុំចង់សនំពរដល់រដ្ឋាភិបាលក៏ដូចជាស្ថាប័នពាក់ព័ន្ធនានាថាធ្វើម៉េចអាចជួយដល់វិស័យស្វ័យចន្ទីទាក់ទងនឹងការធ្វើឲ្យថ្លៃដើមកាន់តែទាបចាក្នុងនោះមានការសម្របសម្រួលឯកសារនាំចេញថ្លៃទឹកថ្លៃភ្លើងជាមួយនឹងការផ្ដល់ទុនបង្វិលដល់ឧស្សាហកម្មកែច្នៃស្វ័យចន្ទីឲ្យកាន់តែច្រើនហើយជាមួយការប្រាក់ទាបចាទី2មួយទៀតនោះគឺសូមឲ្យជួយបន្ធូរបន្ថយនៅទ្រព្យបញ្ចាំជាពិសេសជានឹងទៅទៀតនោះគឺចង់រដ្ឋាភិបាលជួយស្វែងរកទីផ្សារឲ្យកាន់តែច្រើនបន្ថែមទៀតហើយក៏សនំពរដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកខ្មែរយើងទាំងអស់ឲ្យងាកមកប្រើប្រាស់នៅផលិតផលកសិផលក្នុងស្រុកយើងឲ្យបានច្រើនទាំងអស់គ្នាហើយនាងខ្ញុំក៏សង្ឃឹមថាកម្ពុជានឹងអាចនាំចេញស្វាយចន្ទីដែលកែច្នៃរួចច្រើនជាងគេនៅពេលអនាគតខាងមុខនេះជីធម្មជាតិ PN បង្កើតពីធម្មជាតិដើម្បីរក្សាធម្មជាតិ